នៅក្នុងដេប៉ាតឺម៉ង់នីតិសាស្ត្រយើងមានជំនាញ2ជំនាញទី1គឺជំនាញនីតិសាស្ត្រជំនាញទី2គឺជំនាញរដ្ឋបាលសាធារណៈនិងអបាលកិច្ចនៅក្នុងជំនាញនីតិសាស្ត្របន្ទាប់ពីសិក្សារយៈពេល4ឆ្នាំនិស្សិតមានឱកាសអាចប្រឡងយកក្របខ័ណ្ឌវិជ្ជាជីវៈតុលាការមានដូចជាចៅក្រមព្រះរាជអាជ្ញាក្រឡាបញ្ជីអាជ្ញាសាលាសាការីនិងនីតិវិទ្យាជាដើមផ្សារភ្ជាប់ជាមួយនឹងទិសដីនិងការអនុវត្តជាក់ស្ដែងនៅពេលដែលសិក្សារយៈពេល4ឆ្នាំនិស្សិតក៏ទទួលបានបទពិសោធន៍ផ្សេងៗឬមួយក៏ការប្រកួតសវនាការប្រឌិតនិងសវនាការត្រាប់ជាដើមបើអញ្ចឹងនៅក្នុងជំនាញរដ្ឋបាលសាធារណៈនិងអបាលកិច្ចនិស្សិតបន្ទាប់ពីសិក្សារយៈពេល4ឆ្នាំគាត់មានឱកាសអាចប្រឡងយកក្របខ័ណ្ឌរដ្ឋមានដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងការងារក្រសួងអប់រំយុវជននិងកីឡាក្រសួងយុតិធធម៌ជាដើមប៉ុន្តែប៉ុណ្ណោះទេសោតការប្រឡងយកក្របខ័ណ្ឌនៅក្នុងជំនាញនេះនិស្សិតក៏អាចប្រឡងនៅក្នុងក្របខ័ណ្ឌនៃមុខងារសាធារណៈនៅក្នុងថ្នាក់ក្រោមជាតិបានផងដែរមានដូចជាមន្ត្រីរាជការនៅក្នុងសាលាខេត្តសាលាស្រុកសាលាក្រុងសាលាខណ្ឌនិងឃុំសង្កាត់ជាដើមបាទសម្រាប់មុខវិជ្ជានីតិព្រំដែនទូទៅនេះគឺយើងសិក្សាផ្ដោតទៅលើគោលការណ៍ទូទៅដែលមានចែងនៅក្នុងបញ្ញត្តិនៃក្រមព្រំដែនសិក្សាអំពីធាតុផ្សំបាត់ល្មើសព្រំដែនសិក្សាអំពីចំណាត់ថ្នាក់បាត់ល្មើសនៃក្រមព្រំដែនសិក្សាអំពីចរិតលក្ខណៈអំពើនៃការប្រព្រឹត្តបាត់ល្មើសព្រំដែនសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះអឺមឡាអេជានិស្សិតជំនាញនីតិសាស្ត្រឆ្នាំទី1នៃសាកលវិទ្យាល័យជាតិបាត់ដំបងមូលហេតុដែលនាងខ្ញុំជ្រើសរើសជំនាញនីតិសាស្ត្រនៅសាកលវិទ្យាល័យជាតិបាត់ដំបងព្រោះសាកលវិទ្យាល័យជាតិបាត់ដំបងជាសាលារដ្ឋហើយមិនត្រឹមតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូគឺមានបទពិសោធន៍ក្នុងការបង្រៀនរយៈពេលជាច្រើនឆ្នាំនិងមានវិជ្ជាជីវៈនៅក្នុងតុលាការហើយចំពោះការបង្រៀនមានទាំងការបង្រៀនទ្រឹស្ដីនៅក្នុងថ្នាក់និងការអនុវត្តទ្រឹស្ដីនៅក្នុងសវនាការប្រឌិតនិងសវនាការត្រាប់ផងដែរសម្រាប់បទពិសោធន៍ដែលនាងខ្ញុំទទួលបានគឺនាងខ្ញុំទទួលបានទាំងចំណេះដឹងនៅក្នុងថ្នាក់ទៅលើការអនុវត្តដោយផ្ទាល់ដែលលោកគ្រូអ្នកគ្រូបានបង្រៀនផ្ដោតសំខាន់ទៅលើក្រុមទាំង4មិនតែប៉ុណ្ណោះសាកលវិទ្យាល័យជាតិបាត់ដំបងក៏បានផ្ដល់ជាទស្សនកិច្ចសម្រាប់និស្សិតដើម្បីទទួលបានចំណេះដឹងអំពីស្ថាប័នកម្ពុជាដូចជាស្ថាប័ននីតិបញ្ញត្តិដើម្បីឆ្វេងយល់អំពីច្បាប់ជាតិនិងច្បាប់អន្តរជាតិផងដែរជំរាបសួរនាងខ្ញុំឈ្មោះមនីសុធាជានិស្សិតជំនាញរដ្ឋបាលសាធារណៈនិងអភិបាលកិច្ចឆ្នាំទី2នៃសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់មូលហេតុដែលនាងខ្ញុំជ្រើសរើសជំនាញរដ្ឋបាលសាធារណៈនិងអភិបាលកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបងព្រោះសាកលវិទ្យាល័យជាតិបាត់ដំបងជាគ្រឹះស្ថានសិក្សារបស់រដ្ឋព្រមទាំងមានបណ្ឌិតសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំពោរពេញដោយបច្ចេកទេសក្នុងការបង្រៀននិស្សិតងាយស្រួលយល់មេរៀនសម្រាប់បទពិសោធន៍ដែលខ្ញុំបានសិក្សាអំពីជំនាញរដ្ឋបាលសាធារណៈនិងអភិបាលកិច្ចខ្ញុំបានទទួលនៅបទពិសោធន៍និងចំណេះដឹងព្រមទាំងទ្រឹស្ដីបន្ថែមពីនេះក៏វិទ្យាល័យជាតិបាត់ដំបងក៏បានរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សាទៅតាមក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជំរាបសួរនាងខ្ញុំឈ្មោះតេងច័ន្ទនាវីជាប្រធានដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៅក្នុងមហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍសហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបងសារៈសំខាន់នៃជំនាញសេដ្ឋកិច្ចនិងពន្ធដារនិស្សិតនឹងទទួលបានចំណេះដឹងជំនាញពាក់ព័ន្ធនឹងសេដ្ឋកិច្ចនិងពន្ធដារគណនេយ្យសវនកម្មពន្ធច្បាប់អាជីវកម្មនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឱកាសការងារនិស្សិតអាចប្រឡងចូលក្នុងក្របខ័ណ្ឌរដ្ឋដូចជានៅក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគណៈយុវដ្ឋានពន្ធដារគយនិងក្រសួងផ្សេងៗទៀតសម្រាប់វិស័យឯកជននិស្សិតក៏អាចប្រឡងចូលខាងធនាគារក្រុមហ៊ុនសហគ្រាសជាពិសេសនោះនិស្សិតក៏អាចបើកអាជីវកម្មការធ្វើជំនួញផងដែរក្នុងនាមនាងខ្ញុំជាប្រធានដេប៉ាតឺម៉ង់នាងខ្ញុំសូមលើកទឹកចិត្តនិស្សិតឲ្យបន្តការសិក្សានៃជំនាញសេដ្ឋកិច្ចនិងពន្ធដារបង្កើតគំនិតច្នៃប្រឌិតដោយផ្អែកទៅលើសេដ្ឋកិច្ចដើម្បីជំរុញវិស័យពន្ធដារនៅប្រទេសកម្ពុជាជំរាបសួរនាងខ្ញុំឈ្មោះម៉ូសុផាំបញ្ញាជានិស្សិតផ្នែកសេដ្ឋកិច្ចនិងពន្ធដារឆ្នាំទី1នៃមហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍសហគមន៍នៅសាកលវិទ្យាល័យជាតិបាត់ដំបងនាងខ្ញុំជ្រើសយកជំនាញមួយនេះពីព្រោះវាជាជំនាញថ្មីដែលផ្ដោតសំខាន់ទៅលើការសិក្សាអំពីការគ្រប់គ្រងពន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងសង្គមនីមួយៗនាងខ្ញុំយល់ថាទាំងពីរនេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះសង្គមរបស់យើងទាំងពេលបច្ចុប្បន្ននិងនាពេលអនាគតទន្ទឹមនឹងនេះនាងខ្ញុំក៏ចង់ក្លាយទៅជាអ្នកជំនាញផ្នែកគ្រប់គ្រងពន្ធនិងសេដ្ឋកិច្ចផងដែរជំនាញសេដ្ឋកិច្ចនិងពន្ធដារមានឱកាសការងារជាច្រើនយ៉ាងទូលំទូលាយទាំងក្នុងគ្រឹះស្ថានរដ្ឋស្ថាប័នឯកជនថែមទាំងអាចយកមកអនុវត្តផ្ទាល់នៅក្នុងអាជីវកម្មរបស់ខ្លួនឯងផងដែរចំពោះបរិយាកាសនៃសាកលវិទ្យាល័យជាតិបាត់ដំបងវិញសាកលវិទ្យាល័យជាតិបាត់ដំបងគឺជាគ្រឹះស្ថានរដ្ឋដ៏ធំមួយដែលឈានមុខគេនៅក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយសាកលវិទ្យាល័យជាតិបាត់ដំបងមានទីធ្លាយ៉ាងទូលំទូលាយនិងមានគ្រឿងបរិក្ខារយ៉ាងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវក៏ដូចជាអនុវត្តផងដែរជាពិសេសលើសពីនេះទៅទៀតនោះគឺសាកលវិទ្យាល័យជាតិបាត់ដំបងសម្បូរទៅដោយលោកគ្រូអ្នកគ្រូក៏ដូចជាសាស្ត្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំនិងមានបទពិសោធន៍ពីអន្តរជាតិ ជាតិ និងថ្នាក់ជាតិផងដែរ ជំរាបសួរនាងខ្ញុំឈ្មោះខៀវសុភ័ក្រជានិស្សិតផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
បាទជំរាបសួរខ្ញុំបាទឈ្មោះកឹមគឹមជាប្រធាន Department អវត្តសង្គមនិងតំបន់មហាវិទ្យាល័យសង្គមសាស្ត្រនិងអវត្តសង្គមសាកលវិទ្យាល័យជាតិបាត់ដំបងជំនាញអវត្តសង្គមនិងតំបន់គឺជាជំនាញមួយដែលមានលក្ខណៈពិសេសអ្នកដែលរៀនអាចមានឯកទេសក្នុងការអវត្តប្រកបដោយចីរភាពជាអ្នកមានឯកទេសក្នុងការអវត្តទីក្រុងអវត្តតំបន់ជនបទសហគមន៍ហើយក៏ជាអ្នកមានសមត្ថភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្រក៏ដូចជាផែនការមេទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការអវត្តសេដ្ឋកិច្ចនិងរួមចំណែកអវត្តទូទាំងនោះជាមួយនឹងរដ្ឋាភិបាលចាជំរាបសួរនាងខ្ញុំឈ្មោះមេម៉ារីបង្រៀនលើមុខវិជ្ជាធម្មវ័នអភិវឌ្ឍនិងតំបន់នៅក្នុងការសិក្សាលើប្រធានបទនេះគឺជាមុខវិជ្ជាមួយដែលយើងធ្វើការសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ចចាការអភិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅក្នុងពិភពលោកជាពិសេសគឺទៅលើបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍចាបានជាខ្ញុំសិក្សាលើជំនាញអភិវឌ្ឍសហគមន៍និងតំបន់ដោយសារតែជំនាញមួយនេះបានបណ្ដុះនៅគំនិតដល់និស្សិតជាច្រើនពាក់ព័ន្ធជាមួយនឹងការចូលរួមចំណែកអភិវឌ្ឍនិងដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងសហគមន៍យ៉ាងវិញទៀតជំនាញមួយនេះក៏បានកសាងសមត្ថភាពដល់និស្សិតនៅក្នុងការសម្របសម្រួលនិងស្វែងយល់អំពីធនធាននិងតម្រូវការនានារបស់សហគមន៍ផងដែរមូលហេតុដែលនាងខ្ញុំជ្រើសរើសយកសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីបន្តការសិក្សាព្រោះថាសាកលវិទ្យាល័យជាតិបាត់ដំបងជាសាកលវិទ្យាល័យរដ្ឋមួយដ៏ធំនៅភូមិភាគពីរយប់ហើយសាកលវិទ្យាល័យជាតិបាត់ដំបងគឺមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អបរិស្ថានស្អាតនិងមានទីធ្លាយ៉ាងធំទូលាយសម្រាប់និស្សិតស្វ័យសិក្សាជាពិសេសនោះគឺនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងគឺមានបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់និស្សិតទាំងឡាយសិក្សាដើម្បីផ្សារភ្ជាប់ទៅនឹងទ្រឹស្ដីហើយចំណុចមួយរត់តែពិសេសជាងនេះទៅទៀតនោះគឺសាកលវិទ្យាល័យជាតិបាត់ដំបងគឺមានទំនាក់ទំនងដៃគូសហការនៅតាមបណ្ដាប្រទេសជាច្រើននេះគឺជាឱកាសសម្រាប់និស្សិតគ្រប់រូបក្នុងការផ្លាស់ប្ដូរបទពិសោធន៍ទៅកាន់ប្រទេសនានាដែលជាដៃគូសហការ បាទសូមគោរពជំរាបសួរខ្ញុំបាទឈ្មោះជឿនបល័យជាប្រធាន Department ចិត្តវិទ្យាហើយក៏ជាសាស្ត្រាចារ្យនៅជំនាញចិត្តវិទ្យានៃមហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍសហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបងដោយយើងដឹងស្រាប់ហើយថានៅក្នុងបរិបទសង្គមក៏ដូចជាបរិបទសកលដែលសពថ្ងៃយើងឃើញថាមានបញ្ហាជាច្រើនដែលប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្តតួយ៉ាងដូចជាបញ្ហាសង្គ្រាមបញ្ហាជំងឺ Covid បញ្ហាសេដ្ឋកិច្ចឬបញ្ហាសង្គមនានាដែលទាំងអស់ហ្នឹងជាបញ្ហាមួយដែលប្រកាសហើយគឺវារងឥទ្ធិពលទៅដល់បញ្ហាផ្លូវចិត្តសម្រាប់លក្ខណៈពិសេសនៃជំនាញនេះគឺជាជំនាញយើងដឹងហើយថានៅប្រទេសកម្ពុជាយើងសម្រាប់ធនធានផ្នែកចិត្តសាស្ត្រគឺនៅមានកម្រិតនៅឡើយតើឯកទេសជំនាញចិត្តវិទ្យាតើគេសិក្សាអំពីអីខ្លះជាគោលទូទៅគឺយើងផ្ដោតសំខាន់ទៅលើការសិក្សាអំពីអេរិយាបថនិងការគិតនិងមុខងារនៃខួរក្បាលរបស់មនុស្សការសិក្សាអំពីចិត្តវិទ្យាគឺយើងសិក្សាអំពីចរិតឫកពាបុគ្គលិកលក្ខណៈការគិតរបស់មនុស្សនិងពីរបៀបនៃការប្រព្រឹត្តឬក៏បញ្ហាទំនាក់ទំនងនៅក្នុងសង្គមឬក៏វិបត្តិផ្សេងៗបច្ចុប្បន្នភាពខ្ញុំគឺជាបុគ្គលិកនៅស្ថាប័ន clinic ឯកជនមួយកន្លែងដែលធ្វើការគ្រប់គ្រងផ្លូវចិត្តហើយខ្ញុំមានតួនាទីជាអ្នកប្រឹក្សាយោបល់គ្រប់គ្រងផ្លូវចិត្តផងដែរការសិក្សានៃជំនាញចិត្តវិទ្យាវាជាមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់នាងខ្ញុំដោយសារតែយើងបានទទួលការសិក្សាផ្ទាល់ពីលោកគ្រូអ្នកគ្រូដែលគាត់មានសមត្ថភាពមានជំនាញនិងមានឯកទេសផ្ដោតទៅលើជំនាញចិត្តវិទ្យាមិនត្រឹមតែប៉ុណ្ណោះយើងក៏បានសិក្សាផ្ទាល់ជាមួយគ្រូបរទេសដែលអញ្ជើញមកពីប្រទេសបារាំងផ្ទាល់ផងដែរបន្ថែមពីនេះទៅទៀតនាងខ្ញុំក៏មានការងារជាបុគ្គលិកគម្រោងមួយដែលទទួលការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុពីស្ថានទូតបារាំងគឺជាគម្រោងមួយដែលធ្វើការគ្រប់គ្រងផ្លូវចិត្តទៅដល់យុវជនក្នុងខេត្តបាត់ដំបងហើយយើងក៏ធ្វើការទៅលើអ្នកដែលមានអត្តសញ្ញាណយេនឌ័រចម្រុះផងដែរបន្ទាប់ពីខ្ញុំបានសិក្សាជំនាញនោះមកខ្ញុំបានយល់ពីខ្លួនឯងហើយក៏ខ្ញុំបានសិក្សាមេរៀនជាច្រើនដូចជាចិត្តវិទ្យាអភិវឌ្ឍអីផ្សេងៗដែលធ្វើឲ្យនាងខ្ញុំយល់ពីដំណើរការអភិវឌ្ឍរបស់មនុស្សផងដែរហើយទាំងអស់នេះអីដែលខ្ញុំបានសិក្សានៅក្នុងជំនាញចិត្តវិទ្យាគឺវាឆ្លើយតបមែនទែននៅពេលដែលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យានៅពេលដែលខ្ញុំបំពេញការងារជាក់ស្ដែងសូមអរគុណ